រុនសួស្តីជំរាបសួរអស់លោកអ្នកនាងកញ្ញាមាននិយាយថាអ្នកស្ដាប់កម្មវិធីក្បិតមិត្តខ្មាំងជាទីគោរពនេះជានីតិក្បិតមិត្តខ្មាំងសូមជូនការចាប់អារម្មណ៍ទៅនឹងព្រឹត្តិការណ៍អន្តរជាតិបាទសភាពការនៅប្រទេសកូរ៉េឬក៏ថាកូរ៉េទាំងពីរនៅតែក្តៅកគុកមិនស្រាកស្រានទេបងប្អូនក៏ប៉ុន្តែដោយបានជម្រាបទៅហើយថាអេរិយាប័ត្ររបស់លោកប្រធានាធិបតីត្រាំនៅតែផ្លាស់ប្ដូរជួនកាលគេផ្លាស់ប្ដូរនឹងគឺដោយសារតែជាយុទ្ធសាស្ត្រដើម្បីខំប្រឹងគម្រាមផងនិយាយគ្នាផងឲ្យតម្លៃទៅទៀតដូចជាពាក្យដែលគាត់និយាយថាគាត់នឹងព្រមអង្គុយសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងជើងនឹងឯងប្រសិនបើលក្ខណៈនឹងវាមានបរិយាកាសល្អឬក៏ថាលក្ខខណ្ឌវាត្រឹមត្រូវអីចឹងណាគាត់និយាយហ្នឹងវាតែប៉ុណ្ណឹងនឹងបើភាសាការទូតនឹងគេហៅថាយើងឲ្យតម្លៃទៅជននោះឯងយ៉ាងខ្លាំងហើយអានឹងភាសាការទូតនឹងគឺអញ្ចឹងទោះបីជាគាត់ធ្វើយ៉ាងណាក៏ដោយក៏ពួកកសែតដែលស្អប់គាត់ហើយអាការដែលគេស្អប់គាត់ហ្នឹងវាចរិយាសម្បត្តិរបស់គាត់ហ្នឹងវាថែមឲ្យគេស្អប់ទៅទៀតដោយបានជម្រាបមកជាហោហែមកហើយនឹងចឹងមែនក៏ប៉ុន្តែចង់និយាយថាទោះបីគាត់និយាយយ៉ាងណាក៏គេរកមធ្យោបាយបង្អាប់បន្តោសថ្មាស់តែដៀលចឹងដែរយ៉ាងណាក៏ដោយនៅក្នុងសភាពការដ៏លំបាករវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងនឹងឯងវាមានហេតុការណ៍ដែលសភាបានទម្លាក់បោះឆ្នោតទម្លាក់លោកស្រីផាក់គុនហេដែលនៅតែទន្ទិញថានៅតែទន្ទិញហើយជឿថាលោកស្រីគឺជាប្រធានាធិបតីដែលល្អមិនពុករលួយទេអានេះដែលអត់មានព័ត៌មាននឹងឯងឲ្យវាគ្រប់គ្រាន់ដើម្បីអះអាងទេណាគ្រាន់តែយកយើងហៅថាយកតាមការដែលយើងមើលទៅបុគ្គលហ្នឹងហើយនឹងធ្លាប់ដឹងពីបុគ្គលហ្នឹងផ្សេងមកហើយពីព្រោះមើលទៅនេះវាអត់មានប៉ះពាល់អារឿងហ្នឹងប៉ុន្តែធម្មតាទេគាត់ត្រូវបានមិត្តភ័ក្តិរបស់គាត់ដែលជាទីទុកចិត្តរបស់គាត់ហ្នឹងគឺជាមនុស្សដែលក៏ក្រិចឱកាសនិយមហើយក៏លងខ្លួននៅពេលដែលប្រធានាធិបតីជាប់ឆ្នោតដែលជាមិត្តរបស់ខ្លួនហើយហ្នឹងក៏ប្រើប្រាស់ឥទ្ធិពលនឹងឯងដើម្បីរកឱកាសនឹងឯងចំណេញថែមទៀតទៅដល់អញ្ចឹងទៅឃើញថាអំពើរបស់មិត្តស្រីរបស់លោកអតីតប្រធានាធិបតីប៉ាក់គុនហេហ្នឹងគឺជាអំពើដែលបើនិយាយអំពីលទ្ធផលវិញយើងហៅថាអាចជាគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូលទៅមកបងប្អូនឃើញទេអំពើរបស់មនុស្សខ្លះណាគឺប៉ះពាល់ទៅនឹងសន្តិសុខប៉ះពាល់ទៅនឹងអាយុជីវិតរបស់ប្រទេសទាំងមូលពីព្រោះថាប្រសិនបើកូរ៉េខាងជើងសម្រាប់ធ្វើការវាយប្រហារមកលើកូរ៉េខាងត្បូងមែនប្រសិនណាប្រសិនហើយកូរ៉េខាងត្បូងនឹងមានអ្នកដឹកនាំដែលទុនខ្សោយនឹងត្រូវស្លាប់បងប្អូនអ្នកដឹកនាំដែលទុនខ្សោយនឹងត្រូវស្លាប់អ្នកដឹកនាំដែលទុនខ្សោយនឹងគឺឥឡូវនេះគឺបើតាមពិនិត្យមើលនៅការបោះឆ្នោតម្សិលមិញនេះទៅឃើញថាគេបានសម្រេចជ្រើសរើសយកប្រធានាធិបតីគឺលោកមូនបាទគេហៅថា គេហៅថា
Mr. Moon Moon នឹងសរសេរដូចព្រះច័ន្ទអញ្ចឹងណា Moon អញ្ចឹងហ្មងណា Mr. Moon ណាដែលជាបេក្ខជនមាននិនាការជឿនលឿនឬក៏យើងហៅថាពពួកដែលមាននិនាការឆ្វេងណាបងគាត់គឺជាអតីតអ្នកមុខអ្នកការមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលនិយមធ្វើការចរចាជាមួយនឹងកូរ៉េខាងជើងហើយបានបញ្ជូនជំនួយជាច្រើនទៅជួយកូរ៉េខាងជើងនៅក្នុងអំណាចកាលពីឆ្នាំ90ផ្លាយទៅដើមទសវត្សរ៍2000ហ្នឹងគឺគេបានធ្វើអានឹងឯងទៅកូរ៉េខាងជើងរហូតដល់ទៅគេបើករោងចក្របើកអីនឹងឯងដើម្បីឲ្យដង្ហើមសេដ្ឋកិច្ចកូរ៉េខាងជើងនឹងឲ្យវាមានឡើងហើយចរចានេះកុំឲ្យសង្គ្រឹះដាក់គ្នានឹងធ្វើសង្គ្រាមដែលកន្លងមកនឹងឯងចឹងក៏ប៉ុន្តែនៅពេលដែលគេកំពុងតែធ្វើការជួយកូរ៉េខាងជើងជួយចិញ្ចឹមកូរ៉េខាងជើងដែលអត់បាយកាហាយទឹកជួយបង្កើនមធ្យោបាយសេដ្ឋកិច្ចផ្សេងឲ្យកូរ៉េខាងជើងហ្នឹងកូរ៉េខាងជើងក៏សាកល្បងអាវុធបរមាណុក្តាំងនៅឆ្នាំ2006ដំណើរចរចាជាមួយកូរ៉េខាងជើងដើម្បីសន្តិភាពនោះឯងក៏ត្រូវបានបញ្ឈប់កាត់ផ្ដាច់ត្រូវបានបញ្ឈប់អានឹងឯងគេហៅថា off and on ហ្នឹងគឺតិចបើកតិចបាត់អីហ្នឹងរហូតមកហើយលោក Moon នឹងឯងដែលឥឡូវនេះជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងជើងនឹងឯងគាត់ជាប់អាហ្នឹងហើយគាត់បានប្រកាសថាគាត់និយមការចរចាដើម្បីរៀបចំឲ្យមានសន្តិភាពបន្ថយការតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងសូមជម្រាបថា លោក Moon ចំណុចសំខាន់មួយទៀតរបស់លោក Moon ដែលឈ្នះឆ្នោតនេះឯងហ្នឹងគឺត្រូវបានកូរ៉េខាងជើងត្រូវបានសារព័ត៌មានកូរ៉េខាងជើងបងប្អូនដឹងស្រាប់ហើយប្រទេសកុម្មុយនីសក្រហមឆៅដោយកូរ៉េខាងជើងអញ្ចឹងសារព័ត៌មានសេរីអត់មានទេគឺសុទ្ធតែជាសារព័ត៌មានរបស់រដ្ឋកុម្មុយនីសទាំងអស់របស់គណៈបកកុម្មុយនីសទាំងអស់គឺជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលតែម្ដងដែលហេតុនេះអ្វីៗដែលគេនិយាយគឺជាពាក្យសម្ដីដែលរដ្ឋាភិបាលនឹងឯងអនុញ្ញាតឲ្យនិយាយឬក៏រដ្ឋាភិបាលចេញឲ្យនិយាយរដ្ឋាភិបាលកូរ៉េខាងជើងបាននិយាយថាអតីតប្រធានាធិបតីពីអាណត្តិឬក៏ថា10ឆ្នាំកន្លងទៅនេះដែលមាននិនាការអភិរក្សគឺមាននិនាការស្ដាំនិយមដោយអង្គបានជម្រាបបកគុណហេគឺមាននិនាការស្ដាំនិយមកូរ៉េខាងជើងបាននិយាយថាកន្លងមកនេះណែពពួកស្ដាំនិយមពពួកអភិរក្សនិយមដែលកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះបានបង្កើតឲ្យមានបរិយាកាសប្រឈមមុខយ៉ាងខ្លាំងក្លាខាងផ្លូវនយោបាយនិងខាងកងទ័ពរវាងប្រទេសរបស់យើងទាំងពីរដែលជាជនជាតិតែមួយក្នុងភាសានឹងឯងគឺបានសេចក្តីថាកូរ៉េខាងជើង endorse ហ្នឹងគឺបានន័យថាគាំទ្រយល់សប្តិគាំទ្រជ្រើសរើសចង្អុលឲ្យថាគណៈបកមួយទៀតដែលជាគណៈបកលំអៀងទៅស្ដាំឬក៏ស្ដាំនិយមនឹងឯងដែលចាញ់ឆ្នោតនោះឯងមិនល្អកូរ៉េខាងជើងថាមិនល្អហើយកូរ៉េខាងជើងមិននិយាយចំទេក៏ប៉ុន្តែគេចង់និយាយថាលោក Moon នឹងឯងគឺល្អមានចរិយាទន់ភ្លន់ទៅកូរ៉េខាងជើងបាទដែលចង់បង្ហាញអានឹងចេះបងប្អូនរឿងនឹងវាច្បាស់លាស់ហើយអាណិតបងអាណិតដល់ជោគវាសនារបស់កូរ៉េខ្លាំងណាស់នៅក្នុងពេលដល់លំបាកនេះឯង
បេក្ខជនដែលត្រូវបានគាំទ្រទៅដោយយើងហៅថាមនុស្សមិនល្អឬក៏ថាជាមនុស្សដែលអាក្រក់ណាមនុស្សមិនល្អមនុស្សអាក្រក់ឲ្យបងប្អូនប៉ុន្តែដែលអ៊ំព្យាយាមនិយាយហ្នឹងគឺរកមធ្យោបាយប្រើពាក្យឲ្យវាមានការទូតទៅតែអ៊ំពិតណាកុំអោយហៅថាគឹមចុងអ៊ុននឹងឯងជាបិសាចទេអ៊ំអត់ហៅទេក៏ប៉ុន្តែសូមជម្រាបថាអ្នកដឹកនាំណាក៏ដោយបងប្អូននៅលើពិភពលោកសពថ្ងៃនេះតាមពិតនឹងគឺភាគច្រើនវាភាគច្រើនមិនមែនជារឿងដែលចាំបាច់ត្រូវធ្វើសង្គ្រាមនោះទេភាគច្រើនណាហើយអ្នកដឹកនាំដែលមិនបានកសាងសេដ្ឋកិច្ចរបស់ប្រទេសហើយយកញើសឈាមជីវិតរបស់ប្រជារាស្ត្ររបស់ខ្លួននឹងដើម្បីបិទត្បៀតយកលុយយកមកកសាងអាវុធនៅក្នុងករណីកូរ៉េខាងជើងហ្នឹងគឺអញ្ចឹងគេធ្វើអញ្ចឹងគឺតែគិតតែពីយកលុយយកមកកសាងអាវុធហ្នឹងគឺជាបិសាចបងប្អូនពីព្រោះថាវាផ្ដាច់ទឹកដោះកូនក្មេងវាធ្វើបាបអាហារផ្សេងដែលមិនគ្រប់គ្រាន់ពីព្រោះលុយតែកាលណាអាឡ័យតែទាញទៅកសាងអាវុធហ្នឹងគឺវាធ្វើបាបរីហើយអ្នកដែលដឹកនាំប្រភេទនោះគឺជាបិសាចបងប្អូនគឺជាបិសាចដែលធ្វើឲ្យប្រទេសទាំងមូលនឹងរងទុក្ខវេទនាធម្មតាទេគេដល់ប្រការណាយើងជាកសែតយើងចូលទៅកូរ៉េខាងជើងទៅគេនឹងបង្ហាញអំពីភាពរុងរឿងមហាសាមគ្គីមហាសមភាពអីមហាស្អីបងប្អូនខ្មែរយើងធ្លាប់ស្គាល់ពីអាមហាទាំងអស់ហ្នឹងមិនចឹងហ៎ដោយសារតែខ្មែរយើងធ្លាប់ស្គាល់ចឹងហើយអាហ្នឹងវាស្រួលនិយាយទេអំពីអ្វីទៅដែលបិសាចអ្វីទៅដែលមិនមែនបិសាចជនបិសាចនេះឯងបានគាំទ្រ Mr. Moon អ៊ំចាំច្បាស់ថាលោកព្រះអង្គនិជ្រិនដៃជោនិនព្រះមហាធម្មមេចារនិជ្រិនដៃជោនិននៅសតវត្សទី13ដែលលោកបានបង្កើតនិកាយហើយសូត្រធម៌តាមបែបមហាយានដែលអ៊ំប្រតិបត្តិនោះលោកបានមានពុទ្ធដីកាថាគឺជារឿងសយហើយបើយើងត្រូវបានជនបិសាចសរសើរយើងគឺជារឿងសយហើយបានសេចក្តីថាបើនិយាយឲ្យមែនតែនទៅមនុស្សយើងនឹងចូលចិត្តគេសរសើរគ្រប់ទីកន្លែងអាហ្នឹងជាការពិតណាបងប្អូនជាការពិតមិនអញ្ចឹងហើយយើងមិនអាចគេចវះនឹងបានទេក៏ប៉ុន្តែដល់ព្រះអង្គនិយាយចឹងមកអូចឹងមែនម្ចាស់ស្លាយហើយគឺថាគឺជាបើនិយាយមែនទេគេហៅថាចឹងញ៉ាយហើយអ្នកជនបើយើងនឹងត្រូវបានមនុស្សអាក្រក់នឹងឯងសរសើរយើងរាប់អានយើងណាគឺអញ្ចឹងណាបងប្អូនដល់អ៊ំគិតទៅអូអាហ្នឹងវាចឹងមែនបងប្អូនហូចយើងជាមនុស្សធម្មតានឹងកម្ររកបានការសរសើរពីអ្នកដទៃណានេះជារឿងដែលកម្រកើតមានឡើងក៏ប៉ុន្តែទោះបីតែកម្រក៏ដោយយើងត្រូវភ័យខ្លាចការសរសើររបស់ជនបិសាចអានឹងវាមួយទៅមួយទៀតកូរ៉េខាងជើងដែលកំពុងតែវក់វរបែបនេះជាធម្មតាទេអ្នកដែលបោះឆ្នោតមួយចំនួនធំនឹងគេបានងាករេអ្នកដែលបោះឆ្នោតមួយចំនួនធំនឹងគេបានងាករេគេទៅបោះឲ្យបេក្ខជនណាដែលគេចាត់ទុកថាស្រឡាញ់សន្តិភាពបងប្អូនចាំទេ Donald Trump ដែលជាប់ឆ្នោតគេហៅថាគឺជាជនបិសាចគេហៅថាបុគ្គលនឹងជាប់ឆ្នោតនឹងឯងគឺច្រើនតែរករឿងធ្វើសង្គ្រាមបានទេថារករឿងទាស់ទៅលើប្រទេសនានាបង្កើតឲ្យមានអសន្តិសុខនៅលើពិភពលោកអ្វីផ្សេងៗនេះគេតែងតែថាអញ្ចឹងបងប្អូនគេតែងតែចោទថាអញ្ចឹងដោយសារអញ្ចឹងផងដែរ
ពពួកកូរ៉េប្រទេសកូរ៉េហ្នឹងគឺចឹងគេចាត់ទុកថាកូរ៉េខាងត្បូងដែលមានបញ្ហាជាមួយនឹងកូរ៉េខាងជើងនឹងឯងគឺដោយសារតែអាមេរិកវាបង្កើតវាអានឹងតែនៅជាមួយអាមេរិកទេវាអត់សុខអញ្ចឹងបើយើងដេញអាមេរិកចេញទៅគឺថាកូរ៉េខាងជើងនឹងអត់ចង់កាប់យើងទេគេជឿថាអញ្ចឹងបងប្អូនដោយហេតុនេះហើយបានជានៅពេលថ្មីនេះនៅពេលដែលគេដាក់អាវុធនៃការពារដែលអាកាសគេហៅថាថាតនោះឯងនៅពេលដែលគេដាក់ហ្នឹងពពួកកូរ៉េខាងត្បូងមួយចំនួនអត់សូវច្រើនទេលើកនេះអត់សូវច្រើនមួយចំនួនបានធ្វើបាតកម្មទាមទារថាការដែលគេដាក់អាវុធដែលអាមេរិកជួយដាក់អាវុធការពារដែនអាកាសការពារកំជ្រួចរបស់កូរ៉េខាងត្បូងកំព្រួចវាយប្រហាររបស់កូរ៉េខាងត្បូងនឹងឯងគឺជាអាវុធដែលដាក់ទៅនឹងវានាំឲ្យអសន្តិសុខដល់កូរ៉េខាងត្បូងទៅវិញតែកាលណាគេដាក់ហ្នឹងវានាំឲ្យសន្តិសុខទៅវិញហើយក្នុងរយៈពេលប្រហែលឆ្នាំកន្លងទៅនេះបងប្អូនកូរ៉េខាងត្បូងពពួកកូរ៉េខាងត្បូងពពួកដែលមាននានាការឆ្វេងនិយមហ្នឹងគេតែងតែធ្វើបាតកម្មប្រឆាំងទៅនឹងវត្តមានរបស់កងទ័ពអាមេរិកបាទគេតែងតែធ្វើបាតកម្មប្រឆាំងទៅនឹងវត្តមានរបស់កងទ័ពអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងហ្នឹងគេចាត់ទុកថាគឺជានិមិត្តរូបនៃការមិនឯករាជ្យហើយគឺជាវត្តមានដែលបង្កើតឲ្យមានការទំនាក់ទំនងមិនល្អជាមួយនឹងកូរ៉េខាងជើងបើនិយាយឲ្យស្រួលស្ដាប់ទៅថាគឺដោយសារតែកងទ័ពនឹងឯងដែលបណ្ដាលឲ្យបងប្អូនរបស់គេគឺកូរ៉េខាងជើងនឹងឯងមិនសប្បាយចិត្តហើយបង្កើតឲ្យមានបរិយាកាសដែលកូរ៉េខាងជើងភ្ជុំអាវុធមកកូរ៉េខាងត្បូងជានិច្ចពួកនឹងឯងជាពពួកដែលរមិលគុណបងប្អូនអ៊ំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោកគ្រូគាត់និយាយថាគាត់មិនដែលឃើញជាតិណាដែលរមិលគុណដូចកូរ៉េទេគាត់ថាមនុស្សកូរ៉េហ្នឹងគឺជាព្រោះកូរ៉េហ្នឹងគឺជាជនជាតិដែលល្មើលគុណជាងគេទាំងអស់នៅលើโลกនេះវាពាក់ព័ន្ធទៅនឹងពួកកូរ៉េខាងជើងកូរ៉េខាងត្បូងមួយចំនួនដែលមាននិន្នាការឆ្វេងនិយមពួកនិស្សិតមួយអីនេះដែលវាមិនដែលស្គាល់រសជាតិឆ្នាំ1950សង្គ្រាម1950ហ្នឹងគេចោទថាពួកកូរ៉េពួកកងទ័ពអាមេរិកដែលនៅនឹងហ្នឹងបានបណ្ដាលឲ្យអសន្តិសុខទៅវិញសូមជម្រាបថាតាមពិតណាបងប្អូនកូរ៉េខាងត្បូងដែលយើងឃើញសប្តាហ៍ថ្ងៃនេះមានក្រុមហ៊ុន Samsung Hyundai Kia ផ្សេងឡាននៅពីពេញពិភពលោកអីទាំងអស់នោះគឺសុទ្ធតែជាលទ្ធផលនៃសេដ្ឋកិច្ចដ៏ចម្រើនរុងរឿងរបស់កូរ៉េខាងត្បូងដែលមាននយោបាយសេដ្ឋកិច្ចដ៏ល្អទៅបាននឹងគឺដោយសារតែកងទ័ពអាមេរិកដែលមានជិត 30,000 នាក់នៅតាមទល់ដែនរវាងកូរ៉េខាងជើងហើយនិងកូរ៉េខាងត្បូងដែលគេហៅថា DMZ Demilitarized Zone ដែលគេកន្លែងដែលគេឈប់បាញ់គ្នានោះឯងពីព្រោះដោយសារតែកងទ័ពរបស់អាមេរិកដែលនៅយាមនឹងឯងទេដែលការពារមិនអោយកូរ៉េខាងជើងនឹងឯងវាយចូលមកកូរ៉េខាងត្បូងទៀតបានគឺដោយសារតែកងទ័ពនេះបើកុំអីគេវាយខ្ចប់បានបាត់ទៅហើយអរុនសួស្ដីបាទសូមបញ្ជាក់ថែមទៀតថាកងទ័ពកូរ៉េខាងជើងដូចមានដល់ទៅ1លានកន្លះឬក៏2លានក៏ថាបានកងទ័ពបាត់រាប់លាននឹងគឺជារបៀបគ្រប់គ្រងរបស់ប្រទេសកុម្មុយនីសនឹងឯងគឺតែអញ្ចឹងបងប្អូនតែងតែប្រើកងទ័ពនឹងជាធំទៅបី
ជាអត់ជាក្លៀនយ៉ាងណាហ្នឹងក៏គិតទៅពីរឿងកងទ័ពប្រឈមដើម្បីលើកកំញែងដល់ប្រទេសណាដែលគាត់មិនចូលចិត្តហ្នឹងគឺគេធ្វើចឹងហូចបើនិយាយពីកងទ័ពហ្នឹងតើកងទ័ពអាមេរិក 30,000 នាក់ហ្នឹងទៅធ្វើអីកើតមកអត់ធ្វើអីកើតទេតាមពិតអត់ធ្វើអីកើតទេបើកូរ៉េខាងជើងចង់វាយមកប្រាវហ្នឹងគឺថាទីក្រុងសេអ៊ូលអីហ្នឹងប្រហែលជាធ្លាក់ក្តុកអីចឹងដល់មកគឺជាការពិតគឺចឹងមកពុតក៏ប៉ុន្តែកងទ័ព 30,000 នាក់ដែលប្រឈមមុខនៅកន្លែងហ្នឹងឯងគឺដាក់នឹងដើម្បីទប់ទល់កុំឲ្យកូរ៉េខាងជើងហ៊ានវាយបើកាលណាហ៊ានវាយគឺប៉ះពាល់កងទ័ពអាមេរិកតែកាលណាប៉ះពាល់កងទ័ពអាមេរិកនឹងត្រឡប់មកវិញដើម្បីគ្រប់គ្រងកូរ៉េខាងត្បូងនឹងឯងពេញទីចឹងទៅមកគឺអានឹងគឺដាក់នឹងគឺដើម្បីអញ្ចឹងទៅដាក់កម្លាទេមិនមែនថាអូអា 30,000 នាក់នឹងឯងដាក់ទៅនឹងវាយឈ្នះកងទ័ពរាប់លានរបស់កូរ៉េខាងជើងអីមិនមែនអញ្ចឹងទេបងប្អូនគេដាក់នឹងចឹងមូលហេតុដែលគេដាក់នឹងផងដែរគឺដោយសារតែគេឈប់បាញ់គ្នាក៏ប៉ុន្តែអត់មានសន្ធិសញ្ញាព្រមព្រៀងសន្តិភាពជាមួយនឹងគ្នាទេដែលគេឈប់បាញ់គ្នានឹងគឺនៅឆ្នាំ1953នៅពេលដែលកូរ៉េខាងជើងកងទ័ពកុម្មុយនីសកូរ៉េខាងជើងដែលគ្រប់គ្រងទៅដោយចិនម៉ៅសេតុងយ៉ាងពេញទំហឹងហើយដោយសូវៀតនឹងឯងជាប្រយោលគ្រប់គ្រងដោយប្រយោលហ្នឹងគេបានធ្វើដំណើរពីកូរ៉េខាងជើងគឺចូលលុកលុយកូរ៉េខាងត្បូងគឺវាយយកកូរ៉េខាងត្បូងទាំងមូលតែម្ដងគេវាយយកបានភ្លាមតែប្រមាណថ្ងៃគេវាយយកបានកូរ៉េខាងត្បូងទាំងមូលតែម្ដងនៅសល់តែបន្តិចទេដែលរត់ទៅនឹងកោះមិនចាំឈ្មោះហើយដោយសារតែហេតុការណ៍នឹងឯងបានបណ្ដាលឲ្យអង្គការសហប្រជាជាតិនឹងបានចេញសេចក្តីសម្រេចឲ្យធ្វើការវាយតបតទៅកូរ៉េខាងជើងដែលជាកងទ័ពឈ្លានពានសូមជម្រាបថាជាកងទ័ពឈ្លានពានទៅលើកូរ៉េខាងត្បូងហេតុដូច្នេះបានជាសង្គ្រាមនឹងកើតឡើងចឹងទៅគេវាយត្រឡប់ទៅវិញបានហើយក៏ព្រមគ្នានៅនឹងទល់ដែនដល់ដែលមុនពេលដែលកូរ៉េខាងជើងវាយនោះដល់ទល់ដែននឹងឯងដើម្បីកម្លាចហើយឲ្យកូរ៉េខាងជើងប្រយ័ត្នឲ្យកងទ័ពកុម្មុយនីសចិននិងរុស្ស៊ីនឹងប្រយ័ត្នផងហ្នឹងកងទ័ពអាមេរិកក៏បោះទីតាំងនៅកន្លែងហ្នឹងទៅរហូតមកហើយជាកងទ័ពដែលបោះទីតាំងដើម្បីការពារកូរ៉េខាងជើងផងហើយចេញលុយខ្លួនឯងទៅទៀតណែវាចេះពីកូរ៉េខាងជើងកាលនោះឯងវានៅក្រសម្រាប់ណាកងទ័ពអាមេរិកនៅការពារទឹកដីឲ្យកូរ៉េខាងជើងកូរ៉េខាងត្បូងហើយចេញលុយនឹងឯងការពារអានឹងដោយខ្លួនឯងទៅទៀតការពារឲ្យកូរ៉េខាងជើងនឹងបានកសាងសេដ្ឋកិច្ចរបស់ខ្លួននៅពេលដែលកូរ៉េខាងត្បូងកសាងសេដ្ឋកិច្ចរបស់ខ្លួនកូរ៉េខាងត្បូងដែលកសាងសេដ្ឋកិច្ចរបស់ខ្លួនហ្នឹងគឺក៏មានការឧបត្ថម្ភសពបែបសពយ៉ាងដើម្បីជួយទិញដូររបស់របរឲ្យកូរ៉េខាងត្បូងនឹងឯងលក់ទៅអាមេរិកនឹងឯងបានជាច្រើនហើយក៏ជួយឲ្យលក់ទៅខាងអឺរ៉ុបទោះបីជាកូរ៉េខាងត្បូងនឹងបិទទីផ្សាររបស់ខ្លួនមិនឲ្យឡានអាមេរិកនឹងចូលតតែសោះក្តីព្រោះគេចាត់ទុកថាកូរ៉េខាងត្បូងគឺជាប្រទេសដែលក្រលំបាកខ្ទេចខ្ទីក្រោយសង្គ្រាមលោកនឹងឯងហើយដល់ចឹងទៅគេជួយដោយពេញទីនឹងឲ្យតែសេដ្ឋកិច្ចនឹងឯងបានឡើងមកល្អឡើងមូលហេតុមួយទៀតដែលគេជួយកូរ៉េខាងត្បូងហ្នឹង
គឺដោយសារតែសង្គ្រាមត្រជាក់នោះបងប្អូនដែលអំបានជំរាបហើយថាតាមពិតសង្គ្រាមត្រជាក់ហ្នឹងកើតមានឡើងតាំងពីឆ្នាំ1946-47មែនថាក៏ក្រោយពេលសង្គ្រាមលោកទី2ចាប់ភ្លាមហ្នឹងឯងសង្គ្រាមត្រជាក់ហ្នឹងក៏កើតឡើងហើយសង្គ្រាមត្រជាក់នោះហើយដែលបណ្ដាលឲ្យអាមេរិកខំប្រឹងសាងសេដ្ឋកិច្ចឲ្យជប៉ុនសាងសេដ្ឋកិច្ចឲ្យកូរ៉េតែហើយនឹងតៃវ៉ាន់ហ្នឹងឯងដើម្បីបង្ហាញទៅប្រទេសកុម្មុយនីសទាំងឡាយខួរក្បាលកុម្មុយនីសទាំងឡាយនឹងឯងឲ្យឃើញដើម្បីបង្ហាញជាភស្តុតាងថាសេដ្ឋកិច្ចមូលធននិយមសេដ្ឋកិច្ចសេរីនិយមនឹងឯងវាប្រសើរជាងសេដ្ឋកិច្ចកុម្មុយនីសនិយមណាហ្នឹងគេសាងសេដ្ឋកិច្ចនឹងឯងដើម្បីបង្ហាញអញ្ចឹងផងហើយមិនមែនសាងសេដ្ឋកិច្ចនេះជាសុបនិមិត្តនោះទេបងប្អូនមិនមែនសាងសេដ្ឋកិច្ចជាសុបនិមិត្តដូចជាប្រទេសខ្លះណែគេសាងសុបនិមិត្តហ្នឹងគេសាងមន្ទីរពេទ្យគេសាងអីគេបង្ហាញអំពីសមិទ្ធិរបស់នៃរដ្ឋាភិបាលនឹងសម្បើមណាស់ក៏ប៉ុន្តែគេដឹកគ្រឿងប្រដាប់ពេទ្យនឹងពីកន្លែងមួយផ្សេងទៀតយកមកដល់សម្ពោធពេទ្យថ្មីអាគារថ្មីពេទ្យថ្មីគេសម្ពោធចង់ឲ្យគេថតរូបកាសែតគេថតរូបអីណាចង់ហើយពីនឹងទៅអាសម្ភារៈហ្នឹងក៏ដកចេញពីនឹងទៅជូនទៅកន្លែងអាគារពេទ្យថ្មីមួយទៀតហើយថតរូបធ្វើសន្និសីទកាសែតឲ្យថតរូបចឹងទៀតដើម្បីបង្ហាញថាអូរដ្ឋាភិបាលហ្នឹងកសាងសម្បើមណាអញ្ចឹងអាហ្នឹងគេហៅថាសេដ្ឋកិច្ចសុបនិមិត្តពីព្រោះថាសេដ្ឋកិច្ចរបស់លោកសេរីសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងសេដ្ឋកិច្ចតៃវ៉ាន់សេដ្ឋកិច្ចរបស់ជប៉ុនទាំង3នេះដែលคล้ายទៅជាកូននាគនៅអាស៊ីនឹងកាលពីមុននឹងឯងសម្បើមអស្ចារ្យហើយនៅតែជាសេដ្ឋកិច្ចដ៏ខ្លាំងក្លាពីព្រោះវាមានគ្រឹះគេហើយឃើញទេសេដ្ឋកិច្ចរបស់លោកសេរីនឹងយ៉ាងរឿងមួយទៀតដែលចង់បង្ហាញពីព្រោះមានបងប្អូនគេសួរដោយសារតែរឿងកូរ៉េនឹងឯងកើតឡើងចឹងទៅមានព័ត៌មានបំភ្លៃព័ត៌មានបំផ្លាស់ព័ត៌មានកាច់មូលព័ត៌មានដែលមិនត្រឹមត្រូវនឹងឯងជាច្រើននឹងបាននិយាយបំផ្លាស់កាច់មូលអំពីមូលហេតុដែលកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងនឹងឯងហើយនិយាយពីប្រវត្តិរបស់កូរ៉េនឹងឯងតាមពិតនឹងការរំដោះកូរ៉េនឹងគឺដោយសារតែព្រះបិតាឯករាជ្យជាតិរបស់គេនឹងគឺគឹមអ៊ិលស៊ុងដែលជាតារបស់គឹមចុងអ៊ុននឹងឯងហើយគេធ្វើសាច់រឿងរបស់គឹមអ៊ិលស៊ុងនឹងគឺថាហាក់ដូចជាកូនប្អិនមកចាប់ជាតិអីចឹងណាបងប្អូនគ្រាន់តែថាកុំនេះគេអត់មានកុំនេះគេច្រៀងចម្រៀងអត់មានសាសនាដល់ចឹងនោះគេនិយាយថាប្អិននឹងមកចាប់ជាតិហ្នឹងគេមិនកើតទេក៏ប៉ុន្តែគេធ្វើសាច់រឿងថាដូចជាបុគ្គលនឹងមិនមែនកើតមកអំពីទ្វារមាសរបស់ម្ដាយជាស្ត្រីនៅលោកីនឹងឯងចឹងគឺហាក់ដូចជាកើតមកពីភ្នំទឹកកកចេញមកជាងទៅមកគឺជារឿងអស្ចារ្យណាស់របស់កូរ៉េខាងជើងឯណាចឹងគឺគេធ្វើអារឿងហ្នឹងបាទតាមពិតទៅកូរ៉េនឹងគឺជាប្រទេសដែលជប៉ុនវាយយកគឺជប៉ុនបានយកប្រទេសកូរ៉េទាំងមូលយកទៅធ្វើជារបស់ខ្លួនម្ដងតាំងពីឆ្នាំ1940 1910ទៅ1945ក្រោយគឺកសាងប្រទេសជប៉ុនហ្នឹងប្រទេសជប៉ុនហ្នឹងយកកូរ៉េហ្នឹងធ្វើជាប្រទេសទាំងមូលរបស់ខ្លួនតែម្ដងបាទ35ឆ្នាំបាទកសាងសេដ្ឋកិច្ចផ្សេងនៅកូរ៉េហ្នឹងគឺជប៉ុនធ្វើចឹងទៅមកហើយអត់រួចខ្លួនរហូតដល់ទៅកងទ័ពអាមេរិកបំបាក់ជប៉ុនបានហើយបញ្ចប់សង្គ្រាមនៅឆ្នាំ1945
កងទ័ពជប៉ុនក៏ដាក់អាវុធឲ្យប្រគល់ជូនកងទ័ពសម្ព័ន្ធមិត្តគឺអាមេរិកនៅខាងត្បូងហើយរុស្ស៊ីចូលមកពីខាងជើងដោយហេតុនេះហើយបានជាវាមានកូរ៉េ2នឹងឯងតាំងពីនឹងមកប៉ុន្តែអាកូរ៉េ2តាំងពីនឹងមកបងប្អូនអូសូមរុនទូស្ដីបាទធម្មតាទេដោយសារតែកូរ៉េបានកើតទៅជា2ហ្នឹងគឺក្រោយពេលដែលកងទ័ពអាមេរិកបានឈ្នះទៅលើកងទ័ពជប៉ុននៅសង្គ្រាមលោកលើកទី2ហើយហ្នឹងនៅពេលនោះឯងវាយើងហៅថាកងទ័ពសម្ព័ន្ធមិត្តកងទ័ពសម្ព័ន្ធមិត្តពីព្រោះសង្គ្រាមលោកលើកទី2គេធ្វើវាមាន2វាមានសមរភូមិនៅអឺរ៉ុបផងសមរភូមិនៅអាស៊ីផងបាទសមរភូមិនៅអឺរ៉ុបគឺពួកប្រទេសអង់គ្លេសនិងប្រទេសដែលនៅសល់បន្តិចតួចហ្នឹងក៏ចូលរួមជាមួយនឹងកងទ័ពអង់គ្លេសក៏ប៉ុន្តែកងទ័ពអាមេរិកហ្នឹងជួយគឺជាអ្នកនាំមុខវាយនៅអឺរ៉ុបហើយក៏បានបង្ក្រាបអាល្លឺម៉ង់នឹងបានទៅចំណែកនៅអាស៊ីប៉ាស៊ីហ្វិកនឹងគឺតាមពិតនឹងគឺមានតែកងទ័ពអាមេរិកទេហើយនឹងកងទ័ពរណសេរីរំដោះប្រទេសនានាមួយចំនួននោះបានចូលរួមជាមួយនឹងអាមេរិកបន្តិចបន្តួចទេគឺកងទ័ពអាមេរិកគឺជាអ្នកដែលបានរំលំចក្រភពជប៉ុនឲ្យចាញ់សង្គ្រាមនឹងទៅនៅពេលដែលជប៉ុនចាញ់សង្គ្រាមនឹងគេត្រូវដាក់អាវុធនៅប្រទេសកូរ៉េគេត្រូវដាក់អាវុធនឹងវាជារឿងធំណាស់ពីព្រោះកងទ័ពជប៉ុនមិនមែនជាកងទ័ពដែលធ្វើអាណានិគមទៅលើប្រទេសកូរ៉េទេគឺជាកងទ័ពមែនតែនរបស់ជប៉ុនពីព្រោះជប៉ុនបានយកប្រទេសកូរ៉េនឹងធ្វើជាប្រទេសរបស់ខ្លួនតែម្ដងគេហៅថា annexation គឺយកតែម្ដងមិនមែនធ្វើអាណានិគមទេដោយហេតុនេះពួកដែលគេដាក់អាវុធចុះនៅប្រទេសកូរ៉េនឹងឯងដោយសារតែកងទ័ពរបស់អាមេរិកវានៅខាងត្បូងវាច្រើនតែនៅខាងត្បូងពីព្រោះនៅពេលដែលគេរៀបចំវាយឡើងទៅរកជប៉ុននឹងវាប្រើពេលយូរណាស់ពីព្រោះកោះនីមួយនឹងវាយងាប់អស់រាប់សែនវាយរៀនងាប់អស់រាប់សែនបងប្អូនតំមនឹងបានកោះមួយពីជប៉ុនហើយអ្នកធ្វើដំណើរទៅនឹងដើម្បីរៀបចំទៅវាយជប៉ុនតែម្ដងនៅឆ្ងាយនៅឡើយទេដោយហេតុនេះហើយកងទ័ពអាមេរិកនឹងវាអត់មាននៅនឹងទេវាមានតែខាងត្បូងចូលមកពីខាងត្បូងហើយដោយសម្ព័ន្ធមិត្តដែលគេមានជាមួយនឹងអឺរ៉ុបជាពិសេសសម្ព័ន្ធមិត្តជាមួយនឹងប្រទេសរុស្ស៊ីកុម្មុយនីសរុស្ស៊ីដោយសារតែកុម្មុយនីសរុស្ស៊ីនឹងឯងត្រូវបានអាល្លឺម៉ង់សម្ពងខ្លាំងណាស់ដែរដោយហេតុនេះហើយកុម្មុយនីសរុស្ស៊ីនឹងឯងក៏ជាសត្រូវរបស់អាល្លឺម៉ង់ដែរបានជាកុម្មុយនីសរុស្ស៊ីក៏ជាសម្ព័ន្ធមិត្តរបស់លោកខាងលិចដែរក្នុងការធ្វើសង្គ្រាមនៅសង្គ្រាមលោកលើកទី2ដើម្បីវាយអាល្លឺម៉ង់ដោយហេតុនេះរុស្ស៊ីគឺជាសម្ព័ន្ធមិត្តដោយសាររុស្ស៊ីជាសម្ព័ន្ធមិត្តនៅពេលដែលជប៉ុនដាក់អាវុធពីនៅពេលដែលជប៉ុនដាក់អាវុធគេត្រូវឲ្យសម្ព័ន្ធមិត្តរុស្ស៊ីនឹងដែលវានៅជាប់នឹងទល់ដែនកូរ៉េខាងជើងកាលនោះឯងវាក៏យើងហៅថាកូរ៉េប៉ែកខាងជើងទៅចុះណាកូរ៉េប៉ែកជើងចំណោះនោះឯងគេអត់ទាន់ចែកជាពីរទេកូរ៉េតែមួយទេហើយបងប្អូនមើលផែនទីទៅឃើញស្រាប់ហើយកូរ៉េវាជាប់នឹងចិន
មួយចំនួនធំហ្នឹងនៅទល់ដែនជាប់ជាមួយនឹងចិនហើយជាប់ជាមួយនឹងរុស្ស៊ីនៅប៉ែកខាងជើងខាងកើតបំផុតនឹងឯងវាជាប់ជាមួយរុស្ស៊ីទេទល់ឯងវាជាប់គ្នាដល់ចឹងទៅគេឲ្យរុស្ស៊ីហ្នឹងទៅទទួលកងទ័ពជប៉ុនដាក់អាវុធនៅតំបន់នោះឯងវាពាក់ព័ន្ធទៅនឹងតំបន់ Manchuria ឯណាផងហើយរុស្ស៊ីវានៅជាប់ទល់ដែនហ្នឹងទៅហើយដោយរុស្ស៊ីទៅទទួលការដាក់អាវុធចុះពីកងទ័ពជប៉ុនរុស្ស៊ីក៏នាំយកនៅចលនារំដោះកូរ៉េឃើញទេគេនាំយកនៅចលនារំដោះកូរ៉េដែលសុទ្ធតែហ្វឹកវើនមនោគមវិជ្ជាកុម្មុយនីសហើយស្រេចជានិច្ចនឹងព្រោះធម្មតាតែកាលណាគេធ្វើសង្គ្រាមគេតែរៀបចំតំបន់ណាត្រួតតំបន់ណាយកអីចឹងណាគេមកគេដឹកនាំមកមួយចកោមហើយស្រេចតែម្ដងមួយចកោមហើយស្រេចហ្នឹងធម្មតាទេកូរ៉េដែលជាសម្ព័ន្ធមិត្តរបស់លោកសេរីច្រើនតែជាពពួកគ្រីស្ទានពួកអីហ្នឹងគេក៏មានពពួកហ្នឹងហើយស្រេចដែរចលនាហ្នឹងក៏មានចឹងដែរពពួករុស្ស៊ីគេទៅទទួលអាហ្នឹងគេនាំមកនៅពពួកចលនារំដោះកូរ៉េដែលនឹងឯងដែលប៉ុន្តែមាននិន្នាការកុម្មុយនីសគេក៏នៅប៉ែកខាងជើងហ្នឹងទៅហើយប៉ែកខាងត្បូងហ្នឹងកងទ័ពអាមេរិកហើយនឹងពពួកដែលមាននិយមខាងអាមេរិកសូមចាប់អារម្មណ៍ចេះនៅត្រង់ថាការឃោសនារបស់កូរ៉េខាងជើងរបស់កុម្មុយនីសទាំងអស់ហ្នឹងគេចាត់ទុកថាគេគឺជាអ្នកដែលបានរំដោះកូរ៉េមូលហេតុដែលចង់ជម្រាបពីរឿងហ្នឹងវិញចារុស្ស៊ីជាកងទ័ពដែលនួលបង្កាច់ពីរឿងនឹងយ៉ាងខ្លាំងដែលមានការចូលរួមពីពពួកចិនផងពីពួកធម្មតាទេដែលពួកចិនក្រោយពេលដែលវាយដេញជាងកាជាធ្លាក់នៅកាលុកចង្ហើយហ្នឹងគេក៏ចោទថាណែគេក៏នាំបបួលគ្នាកូរ៉េខាងជើងជាមួយនឹងចិនគេបបួលគ្នាជាកូរ៉េខាងត្បូងថាជាឆ្កែបំរើរបស់ចក្រពត្តិនិយមអាមេរិកអញ្ចឹងណាគេជឿហ្នឹងពីព្រោះរុស្ស៊ីជាកុម្មុយនីសក៏ប៉ុន្តែតាមពិតនឹងកងទ័ពរុស្ស៊ីកងទ័ពសម្ព័ន្ធមិត្តមេបញ្ជាការសម្ព័ន្ធមិត្តដែលមានអាមេរិកជាអ្នកដឹកនាំនឹងឯងដែលធ្វើសង្គ្រាមលោកទី2នឹងឯងគេអំពាវនាវឲ្យកងទ័ពរុស្ស៊ីនឹងឯងវាយជប៉ុនតាំងពីឆ្នាំ1943-44ហ្នឹងគេចេះតែអំពាវនាវឲ្យរុស្ស៊ីវាយជប៉ុនពីខាងជើងមកចំណែកអាមេរិកវាយជប៉ុនពីខាងត្បូងមកជប៉ុនចេះតែរុស្ស៊ីចេះតែពជាពេលអត់វាយទេបងប្អូនរុស្ស៊ីអត់ដែលហ៊ានវាយជប៉ុនទេពីព្រោះរុស្ស៊ីខ្លាចជប៉ុនពីព្រោះរុស្ស៊ីចាញ់សង្គ្រាមជាមួយនឹងជប៉ុនថ្មីនេះអត់នៅឆ្នាំ1902 1907ហ្នឹងរុស្ស៊ីចាញ់ជប៉ុនជារឿងដែលល្បីល្បាញខ្លាំងណាស់ពីព្រោះជប៉ុនគឺគេចាត់ទុកថាជាពពួកជនជាតិអាស៊ីហើយពពួករុស្ស៊ីហើយនឹងអឺរ៉ុបហ្នឹងគេរុស្ស៊ីគេចាត់ទុកថាគេនេះជាជនជាតិអឺរ៉ុបជាពពួកអឺរ៉ុបដែលជាពពួកទៅធ្វើអាណានិគមនានាទៅលើនៅលើលោកនោះដល់ចឹងគេចាត់ទុកជាពូជពងដែលខ្ពង់ខ្ពស់វាមិនសមបើចាញ់ជប៉ុនដែលជាជនជាតិអាស៊ីហើយដែលហេតុនេះបានជារុស្ស៊ីអត់ហ៊ានវាយទេពញាពេលរហូតដល់អាមេរិកវាយជប៉ុនចាញ់មែនតែនហើយនឹងជាលទ្ធផលនឹងបានរំដោះកូរ៉េបាទបងប្អូនបានរំដោះកូរ៉េគឺវាយហើយស្រេចស្អាតបាតហើយស្រេចអីហ្នឹងបានកងទ័ពកុម្មុយនីសក៏រុស្ស៊ីនឹងឯងចូលពីខាងជើងមក
ដែលដឹកនាំទៅដោយរណសេរីល្បេះល្បោះរបស់កុម្មុយនីសកូរ៉េនឹងឯងដែលគេតស៊ូដែរប៉ុន្តែនៅទទួលដែរនោះទេហើយគេនាំមកទៅដល់អញ្ចឹងទៅបានជាគេតែងសាច់រឿងថាគេនឹងគឺជាអ្នករំដោះដោយបាននិយាយជាញយថាតាមពិតនឹងគឺអាមេរិកជាអ្នករំដោះកូរ៉េហើយផ្ដល់ឲ្យនៅឯករាជ្យដល់កូរ៉េឡើងវិញក៏ប៉ុន្តែពួកនឹងជេរអាមេរិកថាជាចក្រពត្តិនិយមតែឥឡូវនេះហេងក្រោយពេលរឿងរ៉ាវប្រហែលអាទិត្យនេះទៅហ្នឹងកូរ៉េខាងជើងក៏ចាប់ផ្ដើមជាចិនថាជាចិននឹងចិនកុម្មុយនីសនឹងឯងជាអ្នកដែលគេហៅថារំទៅតាមចង្វាក់របស់លោកខាងលិចរំចិននឹងរំតាមចង្វាក់របស់លោកខាងលិចគឺរំតាមចង្វាក់របស់អាមេរិកដែលទាំងពីរអ្នកនេះឯងធ្លាប់ជេរចក្រពត្តិនិយមអាមេរិកយូរហើយដែលឥឡូវនេះពីរអ្នកហ្នឹងគេជេរគ្នាមិនជេរគ្នាចិនអត់មានជេរទេបងប្អូនកូរ៉េខាងជើងគេជេរចិនថាចិននឹងឯងរំតាមចង្វាក់ភ្លេងរបស់អាមេរិកនៅក្នុងន័យថាវាអត់តន់ជេរដល់ថាឆ្កែបំរើរបស់អាមេរិកទេបាទនេះជានីតិកពិតប្រទេសខ្មែរថ្ងៃនេះបានជូនប្រវត្តិខ្លះអំពីសង្គ្រាមនៅកូរ៉េហើយនឹងស្ថានភាពបច្ចុប្បន្ននៅកូរ៉េដូចដែលលោកបានជូននេះបាទ